มันก็ไม่ธรรมดาទេក៏មកចេះលេខខ្ញុំថាលេខខ្ញុំក្បាលមានស្នាញ់ទៀតណាហេស្អីគេនេះអត់មិនបានចឹងមកជួយគ្រូឲ្យលំមើលពពុះយើងមានពឹសឲ្យតែប៉កន្លែងណាទៅយើងថ្មកន្លែងនោះភ្លាមមិនក៏មិនហៅមកចាំយើងទៀតមកស្គៀមធ្វើឲ្យអត់ចង់ហើយចាំមើលយើងស៊ីក្មេងនេះឲ្យមើលចង្រៃបើខ្លាំងវាយមួយស្មៅកំឡែងហោតនោះត្រូវពឹសមួយសាច់តែបើយើងจะមិនពឹសកន្លងយើងគេមិនស្រោចពេញលើខ្លួនឯងនឹងតែចាប់ឲ្យអាវ៉ាឥឡូវអស់ទៅដល់វិញនឹងដាក់ក្បាលឯងមករងហើយមកខ្លាំងជួលបាយជើមគុំណាមសាផោដែរបើមិនជាងាប់ឲ្យឯងហេជាហើយហ៎ហើយចាពួកគេរឹងអស់ហើយផឹកថ្នាំអាម៉េចអូយកថ្នាំនឹងទៅលាបលើគេក៏ជាដែរអាម៉េចអាម៉េចបានប្រាប់មុនអើយបងវាឲ្យអត់សួរខ្ញុំផងហ្នឹងអូលោកមិនទេក៏បានដែរល្អកុំដាក់ចោលវិញបាសាតិចបើសិនទៅឲ្យថ្នាំវាឆាប់ជ្រាបចូលលឿនលាបលើស្បែកវាលឿនដោយផឹកចូលពោះទេផឹកបកាយជាងនៅស្ងៀមអូឡើយខ្ញុំទៅអ្នកខ្លាចខ្ញុំគាត់តែឡើងគុករត់ចាប់សត្វធ្វើខ្ញុំដែរខ្ញុំអត់ធ្លាប់ធ្វើបាបមនុស្សទេអញឲ្យថ្នាំបន្សាបខ្ញុំយើងរួចគ្នាតែហាមជុលពុំចាប់សត្វគេទៀតមិនអញ្ចឹងយើងសម្លាប់ឯងអរគុណអេអបងអូនអាម៉េចចង់វាយទៀតមែនមិនចង់វាយទេហ៎មិនបាច់មកត្រឹមត្រូវទេមកចង់វាយចូលមកអរគុណដែលជួយជីវិតហ៎ខ្ញុំនឹងក្មេងស្រីនេះច្បាស់ជាស្លាប់បើអញមកជួយលាបថ្នាំបន្សាបឲ្យខ្ញុំជពាក់គុណឯងមានឱកាសខ្ញុំនឹងសងមិនអីទេខ្ញុំខំហាត់រៀនយុទ្ធសាស្ត្រទេវតាដើម្បីកម្ចាត់បិសាចសង្គ្រោះពិភពលោកអត់ខ្លាចខ្ញុំទេអើកិនបាំងប្រាកម្ចាត់បិសាចជួយអូន
យ៉ាងម៉េចកើតអី គ្មានអីឯងខ្សាច់ចូលផ្នែកតិចហ្នឹង ខ្សាច់ជាប់ភ្នែកមែនបែរមកនេះមកចាំខ្ញុំផ្លុំឲ្យ ហើយយើមិនចឹងទេខ្មាស់គេណាអូខេពីដើមមកគ្មានពីណាលេងជាមួយខ្ញុំទេក្រៅពីម៉ែខ្ញុំចឹងបានខ្ញុំភើបមិនយល់ហើយនៅ ធ្វើជាមិត្តគ្នាទៅបើចង់លេងជាមួយខ្ញុំផ្លុំខ្យងនេះហៅខ្ញុំទៅពេលឮសំឡេងខ្យងនេះខ្ញុំនឹងមករកឯងភ្លាមនិយាយចឹងខ្ញុំឈ្មោះអើពេញហើយជួឯង ខ្ញុំឈ្មោះណាចា មានមនុស្សមក ហ៎ លោកខាយ៉ាត់ណាចៅឲ្យចាប់អូនខ្ញុំមែនយ៉ា កូនម៉ែ មានអូនមានទៅកន្លែងណាទេ ណាចានោះវាយបិសាច ណាចាមិនក៏ចាប់អូនខ្ញុំ ខ្ញុំមិនបានចាប់ទេបិសាចទឹកអ្នកចាប់ទេហើយខ្ញុំខំជួយមកវិញ ចឹងណាបៃសាច់មានឃើញអត់ឃើញតែឯងបំផ្លាញពើទឹករបស់គេប៉ុណ្ណោះ ត្រយអើខ្ញុំបិសាច បៃសាច់ គ្មានបិសាច គ្មានបិសាច ល្អ គំរោយបិសាចវាបិសាចវាបិសាចមកបិសាចបិសាចវាបិសាច កំលែងដល់ពូយើងណាកូនប្រុសអេ បៃសាច់វាយមនុស្សហើយ បិសាចវាយមនុស្សបិសាចឡើងវាទៅបិសាចចោលទៅសម្រាប់បិសាចចោលទៅបិសាចសម្រាប់បិសាចចោលទៅ គ្រូក៏ថាម៉េចកុំធ្វើបាបប្រជាជនហើយជួយលោកម្ចាស់លីណាចាដុតភូមិឆែអស់ហើយនៅចាប់កូនស្រីគេមកទេនេះទៀតបើលោកមិនដាក់ទោសវាទេពួកយើងមិនព្រមទេ ប៉ាកាចាចង់បាច់មាត់ខាន់ស៊ីម៉ាឡូមែនណាណាចាកុំអី លោកម្ចាស់លីលោកគួរតែយកក្មេងនេះទៅឃុំម្ដងទៀតកុំឲ្យគេចេញមកក្រៅទៀតឲ្យសោះ មែនហើយខំវាមកជីវិត ឃុំវាទៅមែនហើយកុំឲ្យវាចេញមកទៀតលោកម្ចាស់មិនសូវចេញរួមរងតែមកករឿងវាមិនចេញរងផ្ទះទៅសម្បែកគេបំផ្លាញគេឃុំវាផ្លាញទៅទឹកទៅទីអស់ហើយលោកម្ចាស់ បេដាលោកគ្រូ យ៉ាងមិនហើយមេរៀនគ្រូដាក់ឲ្យនោះ ខ្ញុំទៅទិញបាលីចាំអស់ហើយក៏សាកល្បងរួចដែរខ្ញុំបានឡើងលើផ្ទៃសមុទ្ររួចបកកទឹកសមុទ្របានជោគជ័យយុទ្ធសាស្ត្រខ្ញុំឈានដល់កម្រិតទី7នៃឋានសួគ៌ម្យ៉ាងទៀតពេលឡើងគោកលើកហ្នឹងខ្ញុំបានរាប់អានមិត្តភក្តិម្នាក់ ស្អីរាប់អានមិត្តដែរគ្រូប្រាប់ឲ្យថាក្បួយបង្ហាញអត្តសញ្ញាណ ប៉ុន្តែគេគឺជាមនុស្សគេរាប់អានខ្ញុំវិញដោយមិនបានរើសអើងខ្ញុំទេ ថាម្នាក់នឹងជានរណា គេឈ្មោះណាចា ហ៎អត់បានទេកុំរាប់អានវាឯមិនគួរណាទៅរាប់អានណាចានឹងទេ មិនចឹង ណាចាវាជាគុជធម្មពលបិសាហើយជាគុជធម្មពលទេវតាមានស្នាចាមកជាស្ត្រីនឹងគ្នាប្រហែលថ្ងៃទៀតរទះមេឃាមកដល់ហើយពេលនោះណាចាមានកំហឹងក្នុងខ្លួនហើយបំផ្លាញមនុស្សលោកហើយត្រូវតែបង្ហាញមុខមកក្រាបវាឲ្យមនុស្សដឹងគុណឯងជាវីរៈបរោះ ប៉ុន្តែខ្ញុំមិនចង់សម្លាប់គេទេ បុតបិតាបុតមិនអាចរាប់អានទៅត្រូវជាមិត្តទេត្រូវតែបំភ្លេចមិត្តភាពមួយនឹងចោលទៅវាស្ដាប់បានចាមកហើយថាគុជធម្មពលទាំងពីរត្រូវជាសត្រូវនឹងគ្នាបុតត្រូវតែទទួលស្គាល់រឿងនេះទៅបុតដឹងទេថាទីនេះជាកន្លែងណា គឺវាមាននេះ នៅក្រោមមានមួយនេះមានរណ្ដៅភ្លើងធំណាស់រណ្ដៅភ្លើងនឹងគឺជាគុកសម្រាប់ឃុំឃាំងបិសាចរាប់លានប្រភេទដូចជានរកអញ្ចឹងឋានសួគ៌បានចាប់អំបូរនៃករិយរបស់យើងយាមនៅទីនេះដើម្បីកុំឲ្យបិសាចនោះឡើងទៅឋានមនុស្សបង្ករឿងឈ្មោះជានៃករិយបានតែរកស្ដាប់ទេដោយសារតែភារកិច្ចមួយនឹងនៃករិយទាំងអស់ត្រូវនៅទីនេះមិនអាចទៅណាបានទេពួកយើងយាមគុកបិសាចមិនខុសពីឃុំខ្លួនឯងដែរទេ ម្យ៉ាងទៀតនៅក្នុងការគិតរបស់ឋានសួគ៌
នាងក៏រាយគ្រាន់តែជាសត្វដេរឆានតែប៉ុណ្ណោះមិនខុសពីឆ្កែយាមទ្វារទេបើនិយាយពីមនុស្សលោកប្រាជ្ញលែងស្គាល់ថានេះជាស្អីផងក៏មិនដឹងការលះបង់មួយនេះវាមិនសមតម្លៃឲ្យពួកយើងបន្តទៅមុខទៀតទេបិតាសង្ឃឹមថាពួកនាងក៏រាយអាចមានសេរីភាពនិងចាក់ចេញពីកន្លែងនេះបានស្ដាប់គ្រួយច្បាស់ពេលឯងពេញវ័យឯងនៅត្រូវមកយាមនៅទីនេះដូចជាបិតារបស់ឯងដល់ពេលនឹងឯងនៅត្រូវនៅទីនេះអស់មួយជីវិតបើចង់ស្នើសុំទៅឋានសួគ៌ឲ្យដកភារកិច្ចនោះចេញពីអំបូរនេះលុះត្រាតែឯងមានគុណសម្បត្តិស្អីមួយមិនចឹងទេគេមើលមិនឃើញឯងទេអូយពងអ្នកគ្រីរបស់យើងសង្ឃឹមលើកបត់ហើយអោពីងកុំឲ្យមនោសញ្ចេតនាធ្វើឲ្យខូចកិច្ចការធំអីប្រាប់គ្នាថាខ្ញុំជាកូនបិសាចមកគួរឲ្យខ្លាចហើយកាចដូចខ្លាតែការពិតនោះបំដោតឡើយណាខ្ញុំឈ្មោះណាចាជាក្មេងល្អទេហើយអ្នកប្រុសតូចហូបបាយសិនទៅអីណាចាញ៉ាំបានទៅកូនអត់ឃ្លានទេកើតសតិអារម្មណ៍ឲ្យលេបអីចូលកុក1កុក2កុក3មើលណែមកទិញសាច់ថ្មីទៅលេងជាមួយម៉ែអត់ណាកុក5ថាអត់ហើយតោះតែមើលពិភពគំនូជាមួយអ្នកគ្រូហើយយើងដកភ្នែកតែជិះទុកលេងនៅក្នុងនោះទៅហើយទៅកេងទៅមនុស្សសត្វទាំងឡាយចិត្តឆ្ងាយណាចា10ថ្ងៃទៀតខុសកំណត់កូនហើយចាំឲ្យអ្នកស្រុកមកជប់លៀងឲ្យកូនចាំមិនដែរហ៎អើយពួកនឹងស្អប់កូនឡើងផ្ដាំមេឃគេមិនប្រមកបិសាចទឹកនោះពុកបានចាប់វាយកមកវិញហើយទឹកមាត់វាមានពឹសខ្លាំងពិបាកបង្ក្រាបណាស់ចាំពុកបង្ហាញវាឲ្យអ្នកស្រុកឃើញពេលនឹងគេនឹងលែងយល់ខុសលើកូនទៀតហើយនឹងត្រូវអ្នកស្រុកប្រកាសជាដឹងកូនដែលជាកំចាត់បិសាចនឹងម្យ៉ាងឯងគឺជាកូនសិស្សរបស់ទេវតាចង់ធ្វើអីធ្វើទៅខ្ញុំចង់ដេកហើយសម្រាប់ចឹងហើយណាគេដឹងហើយអូនចង់ធ្វើខួបកំណត់ឲ្យគេមែនតាំងពីយើងក៏ហៅគេថាជាគុជធម្មពលទេវតាគេសប្បាយចិត្តណាស់2ឆ្នាំនេះទោះថ្ងៃកំណត់គេជាថ្ងៃដែលគេត្រូវស្លាប់ក៏ដោយក៏ត្រូវឲ្យគេទៅរីរីដែរហើយតែថាប្រជាជនតែនោះស្អប់ណាស់ចាខ្លាំងណាស់គេមិនព្រមមកខួបកំណត់នឹងទេរឿងនេះទោះខ្ញុំជាអ្នកដោះស្រាយណាចារោគភាពអយុត្តិធម៌តាំងពីកើតមកម្លេះធ្វើខួបកំណត់ឲ្យគេចុះខ្ញុំទៅអញ្ជើញអ្នកស្រុកឲ្យពួកគេមកចូលរួមតែថាគ្រួសារយើងកំចាត់បិសាចការពារស្រុកឈិនគន់យូរហើយមនុស្សម្នាក់ណាដែលមិនជាពាក់គុណយើងបើពួកគេមិនទុកមុខឲ្យយើងទេយើងក៏គ្មានអីត្រូវនិយាយដែរកុំបារម្ភអីហើយខ្ញុំមែនទេហើយភ្ញាក់ឡើងចង់អាបត់ខោហេ10ថ្ងៃទៀតខុសកំណត់ខ្ញុំចង់អញ្ជើញអញឲ្យទៅចូលរួមក្នុងហ្នឹងមានផែនទីស្រួលរកទេភូមិគ្រឹះតកូលីហ្នឹងហើយឯងទៅចូលរួមអត់មិនឆ្លើយណាអត់ទៅខ្ញុំអត់ខ្វល់ទេតែឯងត្រូវទៅមិនអញ្ចឹងព្រោះឯងជាមិត្តម្នាក់ដែលខ្ញុំមានឯងក៏ជាមិត្តខ្ញុំតែម្នាក់ដែរចុះឯងមានសំណើទៀតអត់ឯងជួយជីវិតខ្ញុំអញ្ចឹងហើយខ្ញុំធ្វើតាមសំណើឯងសំណើហើយសំណើខ្ញុំគឺចង់ឯងទៅលេងខុសកំណត់ខ្ញុំបានសន្យាហាមកុហកកុំភ្លេចទេអត់ភ្លេចទេអើពីដល់ពេលទៅហើយចាំទៅ
បេដាបេដាធ្វើអីហ្នឹងអ្នកទាំងអស់នៅទីនេះសម្រាប់ចិត្តដកស្រកាសំខាន់បំផុតក្នុងជីវិតធ្វើឲ្យក្រោះឲ្យបិទពីពេលនេះទៅគ្រប់គ្នាបញ្ញាវាសនាលើបត់ហើយត្រូវជួយគ្រប់គ្នាឲ្យបានអត់មកក៏ធ្វើមកចឹងអញញឹមឡើងអញញឹមហ៎លេងភ្លេងយកកត្រារំមើលំចលីចូលយើងជិះក្រៅពីណាអត់ដឹងទេអូ ដាក់កណាពេលក្រោយចឹងទៅឡើងអែម ត្រូវហើយឯងមើលទៅអែមណាស់ ពីណា យើងជាគ្រូពូ ងាប់ទៅអាបិសា ជប់យើងជាគ្រូពូឯង អូអញ្ចឹងលោកឈ្មោះអ្វីដែរ សិនកងខុក សិនកងមែន ណៃយើងសិនកងបាវយើងមកទីនេះដើម្បីប្រាប់ពីអត្តសញ្ញាណពិតឯង អត្តសញ្ញាណខ្ញុំ អាយមានឆ្ងល់ខ្លះទេអីហេតុអីបានអ្នកស្រុកនងភ្នែស្អប់ឯងបែបនេះអបអខួបកំណើតអាយុ3ឆ្នាំអ្នកប្រុសទី3 បាងណាចាហ៎ កូនសើរីករាយថ្ងៃកំណើតគ្រូមានកាដូឲ្យឯងទៀតណាលោកបែងទេភ្លើងមិនខៀសូត្រទេពណ៌ក្រហមនិងកាដូសំខាន់មួយទៀតជ្រូករបស់គ្រូដែលគ្រូស្រឡាញ់ជាងគេមកប៉ះវាទៅជ្រូកនេះជាសត្វទេពមានតែមួយលើលោកវាអាចប្រែក្លាយទៅតាមបុគ្គលិកលក្ខណៈរបស់ម្ចាស់វាពេលលេងជាមួយណាចាវាខ្លាយទៅជាកងភ្លើងខ្យល់ទៀតលយមែនទេវតាតូចមិនបានវាអត់ប្រែក្លាយពេលវានៅជាមួយលោកចឹងណាចាកូនលុយណាពេលកាន់មកដំបងមូលដូចបានលោតផ្លាត់អញ្ចឹងឥឡូវបើតែឡើងសង្ហាដូចតារាម្ដាយអញ្ចឹងរីខូកំណាត់ណាកូនអើយយិនថ្ងៃខួបកំណើតកូនកុំយំអីពុកមានកាដូឲ្យកូនគឺជាយន់សុខសប្បាយពុកដឹងថាពុកតឹងរឹងដាក់កូនពុកធ្វើនេះគឺចង់ឲ្យកូនល្អកុំខឹងនឹងពុកអីណាកូនប្រុសពេលនេះកូនធំហើយពាក្យសម្ដីរបស់អ្នកស្រុកកូនកុំយកមកទុកក្នុងចិត្តអីត្រូវចេះខន្តីខន្តីរឿងអីខ្ញុំត្រូវខន្តីណាចាមិនកូននិយាយអញ្ចឹងក៏ថាមកពលបៃសាចខ្ញុំដឹងអស់អាលីញ៉ៃពុកឲ្យខ្ញុំនៅក្នុងគំនូហាត់យុទ្ធសាស្ត្រកំចាត់បៃសាចតែធិតពិតពុកកុហកខ្ញុំប្រចាំខំខ្ញុំពុកចង់ខំខ្ញុំអស់មួយជីវិតពុកស្ដាប់តាមពួកវាខំខ្ញុំរហូតពុកស្រឡាញ់តែមុខមាត់និងអំណាចខ្លួនឯងតែប៉ុណ្ណោះវាកុំសុំកូននិយាយចង់កុំធ្វើឲ្យអ្នកស្រុកភ័យមើលអត់តបកចាប់ដល់កម្មវិធីគ្រប់គ្នាអញ្ជើញស្រស់ស្រូបទៅនិយាយការពិតអត់បានមែនខ្ញុំលែងត្រង់ទៀតអីកងទេពឈិនខុនស្ដាប់បញ្ជាយើងអូចេះមកពីណាតាមយើងចង់បានសងអំណាចដើមមកយើងវិញ
ឆាប់រត់ទៅបិសាចយើងសម្លាប់ឯងឲ្យងាប់ដឹងខ្លួនឡើងទៅថាពលមិនស្អែកគ្រប់ក្រោយមានកងឈិនខុនទៅបាយមកក្រាបបានតោះចាប់រត់ភ្លើនណារកធ្វើមកឃើញកងឈិនខុននៅក្នុងដៃយើងហើយពេលនេះមានតែរទេះមេឃាទីដែលអាចសម្លាប់ណាចាបានចាំពេលវាសម្លាប់ថៃយីនិងម៉ែឪវារួចចាំឲ្យយកកងឈិនខុនទៅបង្ក្រាបវាឲ្យដឹងខ្លួនវិញប្រជាជនទាំងអស់នឹងចាត់ទុកឯងជាវីរបុរសពេលនោះអាចមានគុណសម្បត្តិអាចទៅឋានសួគ៌ជួយពូជនាគរបស់ឯងហើយថៃយីនឹងឪពុកម្ដាយគេគ្មានកំហុសទេបើយើងមិនដោះកងពីគេទេណាចាក៏មិនអាក្រក់អញ្ចឹងដែរហើយឯងទៅខ្វល់ខ្វល់ស្អីអារឿងហ្នឹងអាមួយនឹងគង់តែត្រូវផ្ទះបាញ់ងាប់អដែលទេបើសិនថៃយីនឹងម៉ែឪវាអត់ងាប់បាត់ទេនោះគ្រូរបស់យើងគង់តែដឹងរឿងហ្នឹងទេក្នុងចំណោមសិស្សទាំងអស់របស់ថៃសានឡើយជីងមានតែយើងទេដែលខំហាត់រៀនជាងគេយើងមិនដែលខ្ជិលសូម្បីតែមួយថ្ងៃព្រោះតែចង់ឲ្យលោកគ្រូគាត់ស្រឡាញ់យើងតែគាត់បែរជាលំអៀងលើអកធាត់នោះទៅវិញឯងដឹងថាមកពីហេតុអីអត់មកពីអីទៅព្រោះយើងគឺជាបិសាចខ្លារខិនតាំងសិលប្រៃជាមនុស្សយើងនឹងឯងគ្មានអ្វីខុសពីគ្នាទេមិនថាយើងខំធ្វើល្អយ៉ាងម៉េចក៏ដោយក៏គ្រប់គ្នានៅតែមើលរំលងយើងជានិច្ចតែយ៉ាងហោចណាស់ក៏យើងមានឈ្មោះថាជាទេវតាដែរជីវិតយើងមិនដុនដាប់ដូចជាពូជនេះឯងទេល្មមយល់ផងទៅលោកគ្រូណាចាធ្លាប់ជួយជីវិតខ្ញុំបើជួយគេអត់បានទេអញ្ចឹងឲ្យខ្ញុំជួយពុកម្ដាយគេទៅចាត់ទុកតែសងគុណគេហើយទៅធ្វើទៅទៅហើយកុំមកវិញកុំថាយើងមិនប្រាប់ឯងអាកូនសិស្សបើឯងហ៊ានទៅឲ្យមនុស្សដឹងពីអត្តសញ្ញាណរបស់ឯងជួយគេណាចាគាត់គឺជាបកូនអូយសង្ហាម៉ែស្ដាប់ទៅដូចអ៊ូអយើងចេញទៅបាននៅទេចាំសិនទៅចាប់ប្រាកងទៅកងឈិនគុណស្ដាប់បញ្ជាយើងបង្រីកបង្រួមតាមដែលយើងចង់បាន